និទានអប់រំឪពុកនិងកូនលីលានៅព្រឹកព្រលឹមក្រោយថ្ងៃរះឪពុកម្នាក់និងកូនប្រុសរបស់គាត់បានជិះសត្វលាចេញដំណើរទៅទីក្រុងដំបូងឪពុកជិះសត្វលាទុកឲ្យកូនប្រុសដើរពេលដើរកាត់ភូមិមួយមនុស្សម្នាខ្សឹបខ្សៀវគ្នាថាឪពុកម្នាក់នេះអាត្មានិយមណាស់មនុស្សធំជិះខ្នងលាឯកូនក្មេងមិនដើរដោយមានអារម្មណ៍មិនល្អឪពុកក៏ឲ្យកូនឡើងជិះជំនួសវិញមិនយូរប៉ុន្មានអ្នកខ្លះទៀតបានខ្សឹបខ្សៀវទៀតថាកូនប្រុសមិនគោរពឪពុកខ្លួនក្មេងទេឡើងជិះហើយឲ្យឪពុកដើរដូច្នេះពួកគេទាំងពីរបានឡើងជិះលើសត្វលាទាំងពីរអ្នកម្ដងប៉ុន្តែការនិយាយរបស់អ្នកស្រុកកាន់តែច្រើនដោយម្ដងនេះអ្នកស្រុកបាននិយាយថាអោសត្វលាដល់កំសត់ម្ដេចក៏ខូខើឲ្យគ្នាដឹកមនុស្សដល់ទៅ2នាក់ដោយមានអារម្មណ៍ថាហត់ចិត្តពួកគេទាំង2នាក់ក៏ចុះទៅបណ្ដើរសត្វលាទាំងអស់គ្នាហើយជាថ្មីម្ដងទៀតមនុស្សបានសើចចំអកមនុស្សល្ងីល្ងើមានសត្វលាជិះហើយប៉ុន្តែនៅតែដើរលុះដល់ក្រុងបន្ទាប់ពួកគេនឿយហត់មិនមែនមកពីការដើរនោះទេប៉ុន្តែមកពីការព្យាយាមផ្គាប់ចិត្តអ្នករាល់គ្នានៅតាមផ្លូវនោះជាការពិតមិនថាអ្នកធ្វើអ្វីក៏ដោយតែងតែមានអ្នកនិយាយយ៉ាងនេះអ្នកនិយាយយ៉ាងនោះអ្នករស់នៅដើម្បីបំពេញចិត្តអ្នកដទៃអ្នកនឹងបាត់បង់ខ្លួនឯងត្រូវដើរតាមផ្លូវរបស់អ្នកប្រកបដោយមោទនភាព7ចំណុចធ្វើបាបចិត្តខ្លួនឯង1ខ្វល់នឹងរឿងដដែល2ចិត្តរស់ក្នុងអតីតកាល3ពូកែធៀបខ្លួនជាមួយនឹងគេ4គិតច្រើនគ្មានគោលដៅ5អស់ក្តីសង្ឃឹម6ដេកចាំសំណាង7អត់សាកថ្មឲ្យផ្លូវចិត្តចំណុចពិសេសរបស់មនុស្សស្រីដែលគួរឲ្យស្រឡាញ់ជាទីបំផុត1ចេះឲ្យតម្លៃចំពោះមនុស្សដែលខ្លួនស្រឡាញ់2មិនចេះរករឿងឆ្លោះដោយមិនសមហេតុផល3ការនិយាយស្ដីមានក្រមសីលធម៌សុជីវធម៌4មិនចេះដើរហោះហើរតាមទំនើងចិត្តខ្លួនឯងជ្រុល5ការគិតមានភាពវិជ្ជមាននិងមានចក្ខុវិស័យខ្ពស់6រឹងមាំក្លាហានហ៊ានប្រឈមមុខនឹងបញ្ហាចំពោះមុខ7មិនផ្ដេកផ្ដួលលើជំនួយរបស់អ្នកដទៃ8មានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងជានិច្ច9មិនក្បត់ឧត្តមគតិរបស់ខ្លួននិងមានឆន្ទៈខ្ពស់10ធ្វើបុណ្យដាក់ទានដល់ជនទុរគត11ចេះក្រែងចិត្តអ្នកដទៃដើម្បីរក្សាភាពថ្លៃថ្នូររបស់ខ្លួនក្តីសុខនៅលើចិត្តអ្នកជិះកង់សម្លឹងមើលអ្នកជិះឡានហើយគិតថាគាត់ពិតជាសំណាងណាស់មិនចាំបាច់ហាលក្តៅដូចខ្ញុំឡើយអ្នកជិះឡានសម្លឹងមើលទៅឧទ្ធម្ភិក្ខចៈហើយគិតថាជីវិតរបស់គេពិតជាអស្ចារ្យណាស់មិនចាំបាច់ស្ទះផ្លូវរាល់ថ្ងៃគួរឲ្យធុញទ្រាន់ដូចជាជីវិតរបស់ខ្ញុំឡើយប៉ុន្តែបុរសដែលនៅលើឧទ្ធម្ភិក្ខចៈបែរជាសម្លឹងមកក្រោមឃើញអ្នកជិះកង់ហើយស្រមៃថាខ្ញុំចង់ត្រឡប់ទៅមានសុខភាពល្អនិងមានពេលនិយាយជាមួយគ្រួសារដូចជាអ្នកជិះកង់មនុស្សជាច្រើនចំណាយពេលពេញមួយជីវិតដើម្បីរត់រកសុភមង្គលនៅខាងមុខប៉ុន្តែមិនបានដឹងខ្លួនថាសុភមង្គលពិតប្រាកដមិនចាំបាច់មានន័យថាត្រូវទៅដល់គោលដៅឡើយសុភមង្គលវានៅត្រង់ផ្លូវណាកំពុងធ្វើដំណើរនេះហើយកុំរងចាំទាល់តែមានគ្រប់យ៉ាងទើបចាប់ផ្ដើមញញឹមចូលចាំថាជីវិតអ្នកកំពុងប្រើនៅថ្ងៃនេះគឺជាជីវិតដែលអ្នកផ្សេងកំពុងនៅស្រមៃចង់បានបំផុតរៀនទទួលយកនិងរីករាយនៅអ្វីដែលអ្នកកំពុងមានដោយពាក្យចាស់លោកពោលថាសុខទុក្ខនៅក្នុងចិត្តទម្លាប់អាក្រក់នៃការគេងយប់ជ្រៅ1ឆាប់ភ្លេច2ភ្នែកចុះអន់ខ្សោយ3សមត្ថភាពខួរក្បាលចុះខ្សោយ4រាងកាយទ្រុឌទ្រោម5មានបញ្ហាផ្លូវចិត្ត6ប្រព័ន្ធការពាររាងកាយចុះខ្សោយ7អាចឈឺក្បាលជាញឹកញាប់8ប្រឈមនឹងជំងឺទឹកនោមផ្អែម9ឆាប់ល្វើយស្ពឹកស្រពន់10មុខចាស់ជាងវ័យ11ឆាប់ឆេវឆាវ12អារម្មណ៍ស្មុគស្មាញស្វាមីមាន7យ៉ាង1ស្វាមីដូចជាពេជ្ឈឃាតគឺចាំតែរករឿងចង់សម្លាប់ប្រពន្ធដើម្បីយកស្រីថ្មីទៀត2ស្វាមីដូចជាចោរគឺមិនស្មោះត្រង់លាក់លៀមមិនឲ្យដឹងលួចកັບកេងលុយកាក់
ឲ្យស្រីជាដើម 3. ស្វាមីដូចជាចៅហ្វាយនាយគឺធ្វើខ្លួនជាលោកនាយកចាំបង្គាប់បញ្ជាគំរោះគំរើយខឹងឆេវឆាវចេដាច់សាច់ 4. ស្វាមីដូចជាឪពុកគឺប្រៀបបាននឹងឪពុកដែលចេះថែរក្សាមើលការខុសត្រូវភរិយាដូចជាកូន 5. ស្វាមីដូចជាបងប្រុសគឺចេះស្រឡាញ់ថ្នាក់ថ្នមបីបងភរិយាដូចប្អូនស្រីរបស់ខ្លួន 6. ស្វាមីដូចជាមិត្តភឿនគឺឲ្យតម្លៃភរិយាជាមិត្តភក្តិពេលជួបជុំសប្បាយរីករាយរកគ្នារួមសុខរួមទុក្ខជាមួយគ្នា 7. ស្វាមីដូចជាអ្នកបម្រើគឺតាំងចិត្តបម្រើភរិយាដោយស្មោះស្ម័គ្រដោយមិនឲ្យភរិយាព្រួយបារម្ភឡើយជីវិតមនុស្សយើងខ្លីណាស់អ្វីត្រូវសន្សំគឺអំពើល្អអ្វីត្រូវបន្តគឺចិត្តមេត្តាអ្វីត្រូវរក្សាគឺភាពស្មោះត្រង់មង្គល38ប្រការ 1. កិរិយាមិនសាច់គប់នៅបុគ្គលពីលទាំងឡាយ 2. កិរិយាសាច់គប់នៅបុគ្គលជាបណ្ឌិតទាំងឡាយ 3. កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ 4. កិរិយានៅក្នុងប្រទេសដ៏សមគួរ 5. ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន 6. កិរិយាតម្កល់ខ្លួនដោយប្រពៃ 7. ភាវៈនៃបុគ្គលបានស្ដាប់បានរៀនហើយដោយច្រើន 8. សិលសាស្ត្រគឺសេចក្តីឆ្លៀវឆ្លាតក្នុងហត្ថកម្ម 9. វិន័យដែលបុគ្គលសិក្សាដោយប្រពៃ 10. វាចាដែលបុគ្គលពោលត្រឹមត្រូវ 11. កិរិយាបម្រើនៅមាតា 12. កិរិយាបម្រើនៅបិតា 13. សេចក្តីសង្គ្រោះដល់បុត្រនិងភរិយា 14. ការងារទាំងឡាយដែលមិនច្របូកច្របល់ 15. កិរិយាបរិច្ចាគទាន 16. កិរិយាប្រព្រឹត្តនៅធម៌ 17. សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ 18. ការងារទាំងឡាយដែលមិនមានទោស 19. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវាចាបាប 20. សេចក្តីសង្រួមចាកកិរិយាផឹកនៅទឹកស្រវឹង 21. សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ 22. សេចក្តីគោរពដល់បុគ្គលដែលគួរគោរព 23. កិរិយាប្រព្រឹត្តបន្ទាបខ្លួនឲ្យទន់ភ្លន់ 24. សេចក្តីសន្តោសចំពោះវត្ថុតាមមានតាមបាន 25. កតញ្ញូតាការដឹងនៅគុណដែលបានធ្វើហើយ 26. កិរិយាស្ដាប់នៅធម៌តាមកាល 27. សេចក្តីអត់ធន់ 28. ភាវៈនៃបុគ្គលដែលប្រដៅបានដោយងាយ 29. កិរិយាបានឃើញបានជួបនៅសមណៈអ្នកស្ងប់រងាប់នៅបាបទាំងឡាយ 30. កិរិយាសន្តានានៅធម៌តាមកាលពេលវេលា 31. កិរិយាព្យាយាមដុតនៅបាបធម៌ក្នុងសន្តាន 32. កិរិយាប្រព្រឹត្តនៅព្រហ្មចរិយធម៌ 33. កិរិយាឃើញនៅអរិយសច្ចធម៌ទាំងឡាយ 34. កិរិយាជាក់ច្បាស់នៅព្រះនិព្វាន 35. ចិត្តដែលលោកធម៌ពាល់ត្រូវហើយមិនកំរើកញាប់ញ័រ 36. មិនមានសេចក្តីសោកសៅ 37. ប្រាសចាកនៅកិលេសទាំងពួង 38. សភាពនៃចិត្តដែលក្សេមខ្សាមកាលណាមានផ្ទៃពោះហើយតាមក្បួនបុរាណលោកឲ្យមេដាត្រូវចេះរក្សាគភ៌ឲ្យបានគង់វង្សដោយប្រកាន់យកដំណំមួយចំនួនដូចជា 1. កុំសម្លាប់សត្វតូចធំកុំក្តិចបំពង់ត្រួយឈើឬអន្លក់ 2. កុំទទួលទានបបរនាំឲ្យកូនកើតមកមិនស្អាត 3. កុំទទួលទានគ្រឿងហិលនាំឲ្យកូនក្តៅក្រហល់ក្រហាយ 4. កុំស្ដាប់រឿងនិទានអំពីខ្មោចបិសាចនាំឲ្យភ័យខ្លាច 5. កុំស្លៀកពាក់រឹតខ្លាំងពេកនាំឲ្យចង្អៀតចង្អល់ដល់កូនបើមានសូរគ្រាសឬច័ន្ទគ្រាសត្រូវយកអកកំបោរមកដាក់លើពោះដើម្បីជួយសង្កត់ទារកនៅក្នុងផ្ទៃកុំឲ្យភ័យឬភ្ញាក់ផ្អើលនឹងមហិទ្ធិឫទ្ធិរាហូ 6. កុំឈោងយករបស់ដែលនៅខ្ពស់នាំឲ្យផុតដៃនាំឲ្យរបូតតងសុក 7. កុំដេកថ្ងៃកុំងូតទឹកយប់នាំឲ្យកូនថ្លោសលំបាកកើត 8. កុំអង្គុយមាត់ទ្វារឬមាត់ជណ្ដើរខ្លាចកូនកើតមិនរួច 9. កុំទៅសួរសុខទុក្ខអ្នកដែលកើតកូនលំបាក 10. កុំដេកដំអកត្រូវរហ័សរហួនក្រោកមុនប្តីនាំឲ្យកើតកូនបានស្រួល
តាមច្បាប់ព្រះពុទ្ធសាសនាមេដាក្តីបីដាក្តីត្រូវមានមេត្តាករុណាស្រឡាញ់កូនក្នុងផ្ទៃខំសាងល្អធ្វើទានរក្សាសិលអប់រំចិត្តកុំឲ្យឆេវឆាវកតិពិចារណាសត្រូវនៅក្បែរខ្លួនមានដើមឈើធំមួយបានស្រែកសួរទៅពូថៅដែលកំពុងកាប់វាថាហេតុអ្វីបានជាឯងមកបំផ្លាញគ្នាឯងអីចឹងពូថៅក៏បានឆ្លើយតបយ៉ាងត្រជាក់ថាខ្ញុំគឺជាដែកខ្ញុំមិនមែនជាគ្នារបស់ឯងទេដើមឈើធំនោះក៏បានឆ្លើយតបទាំងឈឺចាប់ថាក្បាលរបស់ឯងគឺជាដែកមែនប៉ុន្តែខ្លួនរបស់ឯងគឺជាឈើដែលកើតចេញពីពួកខ្ញុំទេបើគ្មានដងឈើនេះទេដែកក៏មិនអាចមកធ្វើអីខ្ញុំក៏ដែរចូលចាំថាសត្រូវដែលគួរឲ្យខ្លាចបំផុតគឺមិនមែនជាអ្នកដទៃដែលនៅឆ្ងាយពីយើងទេប៉ុន្តែវាគឺជាមនុស្សដែលស្និទ្ធស្នាលនិងនៅក្បែរយើងបំផុតដែលមានចិត្តមិនស្មោះចំពោះយើងកុំទុកចិត្តគេពេកទោះបីជាយើងឃើញថាគេមានសម្បកក្រៅដូចជាយើងក៏ដោយពេលខ្លះសូម្បីតែសាច់ញាតិខ្លួនឯងក៏នៅតែមានការលួចច្រណែននឹងយើងដែរហើយពេលខ្លះសូម្បីតែយើងខ្លួនឯងក៏នៅតែអាចក្បត់ចិត្តខ្លួនឯងបានដែរគ្មានហេតុផលអ្វីដែលយើងទុកចិត្តគេពេកនោះឡើយដូចពាក្យចាស់លោកពោលថាកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ5ចំណុចអំពីលុយ 1. កុំចាយហួសមៀត 2. កុំមើលងាយលុយកាក់សេន 3. ដោះបំណុលមុនដើរលេង 4. ដាច់ខាតកុំឲ្យគេខ្ចី 5. លុយចូលត្រូវតែធំជាងលុយចាយ